ចន្ទថាចាប់ដៃមេតានាំចូលទៅក្នុងផ្ទះបងចន្ទថាខ្ញុំមិនចង់ជួបគាត់ទេអ្នកនាងកុំបារម្ភអីធ្វើតាមចិត្តលោកស្រីសិនទៅបន្តិចទៀតចាំគិតតាមក្រោយទៀតមេតាដើរឡើងជណ្ដើរទៅក្នុងបន្ទប់នាងមើលតាមបង្អួចទៅទិសវាលស្រែភ្នែកពោពេញដោយការគិតដល់វិជានាងនិយាយតិចតិចតែម្នាក់ឯងបងវិជាអូនមិនដឹងថាមានរឿងអ្វីកំពុងរងចាំអូននៅខាងមុខទៀតទេតែបងកុំបារម្ភលើកនេះដាច់ខាតអូនមិនចាល់បងទៀតទេនៅខាងក្រៅផ្ទះម៉ាឡៃអង្គុយលើកៅអីឈើមុខមិនរីករាយដៃកាន់កែវទឹកតែកូនស្រីម៉ែមិនចង់ឲ្យកូនរងទុក្ខទេតែម៉ែធ្វើទាំងអស់នេះគឺធ្វើដើម្បីតែកូនម៉ែចង់ឃើញកូនរស់នៅសុខស្រួលមានកិត្តិយសនិងមានទ្រព្យសម្បត្តិរំពេចនោះសំឡេងម៉ូតូឮពីឆ្ងាយចូលមកកាន់តែជិតផ្ទះលោកស្រីមើលទៅដូចជាលោកកក្កដាមកដល់ហើយអូឲ្យគេចូលមកកក្កដាចុះពីម៉ូតូក្នុងសម្លៀកបំពាក់ស្អាតបានស្បែកជើងរលោងមុខមាត់មានទំនុកចិនជំរាបសួរអ៊ំម៉ាឡៃកក្កដាចូលមកអង្គុយសិននៅលើជណ្ដារខាងលើមេតាចេញពីបន្ទប់ស្លៀកសម្លៀកបំពាក់សាមញ្ញប៉ុន្តែស្អាតទន់ភ្លន់អ្នកនាងមេតាចុះមកក្រោមបានហើយមេតាដើរចុះមកទាំងទឹកមុខមិនរីករាយចំណែកកក្កដាមើលទៅមេតាភ្នែកមានការភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំងនេះហើយមេតានោះមេតាមិននិយាយតែភ្នែកនាងមើលទៅក្រៅផ្ទះទៅទិសវាលស្រែដដែលម៉ាឡៃឃើញទឹកមុខកូនស្រីទឹកមុខមិនល្អក៏និយាយឡើងមេតាកូនមិនឮក្មួយកក្កដាសួរទេហីមេតាភ្ញាក់ព្រឺនលើកដៃសំពះជំរាបសួរទៅកក្កដាជំរាបសួរលោកកក្កដាមិនអីទេអូនមេតាអូនពិតជាស្រស់ស្អាតដូចជាគេថាមែនមេតាមិនបានរំភើបនឹងសម្ដីរបស់កក្កដាទេចំណែកឯម៉ាឡៃវិញញញឹមបិទមាត់មិនចិនម៉ោះកូនមេតាអង្គុយចិត្តក្មួយកក្កដាទៅដើម្បីងាយស្រួលជជែកគ្នាហើយឲ្យកាន់តែស្គាល់ចិត្តគ្នាបានច្រើនណាកូនមេតាមិនប្រកែកអង្គុយចុះក្បែរកក្កដាអូនមេតាបងមើលទៅទឹកមុខអូនដូចជាមិនសូវស្រស់ស្រាយសោះតើមានបញ្ហាអីមែនទេអូនឬក៏អូនចូលចិត្តបងអូក្មួយកក្កដាកុំគិតច្រើនអីគឺកូនមេតាគេអៀននឹងណាក្មួយអូខ្ញុំខំទៅភ័យការពិតអូនអៀនបងសោះមេតាអូនកុំអៀនបងអីណាថ្ងៃនេះបងគ្រាន់តែមកឲ្យអូនស្គាល់តែប៉ុណ្ណោះទេចាលោកបាញ់ចឹងខ្ញុំជម្រាបលាទៅសម្រាប់មុនហើយព្រោះខ្ញុំមិនសូវស្រួលខ្លួនបានអូនចេញចុះមេតាដើរចេញទៅមិនងាកក្រោយអ្វីទាំងអស់ប៉ុន្តែកក្កដាតាមសម្លឹងដំណើរពីក្រោយរបស់មេតាមិនដាក់ភ្នែកក្មួយបើអញ្ចឹងក្មួយពេញចិត្តនឹងកូនស្រីរបស់អ៊ំហើយមែនទេបាទខ្ញុំពេញចិត្តខ្លាំងណាស់អ៊ំស្រីខ្ញុំនឹងបញ្ញាប់ឲ្យលោកពុកមកចូលស្ដីទៅដឹងអូនមេតាឆាប់នេះណាអ៊ំស្រីបើអញ្ចឹងខ្ញុំជម្រាបលាសិនហើយថ្ងៃក្រោយខ្ញុំនឹងមកម្ដងទៀតជាមួយនឹងឪពុករបស់ខ្ញុំចាក្មួយមកថ្ងៃណាចាំប្រាប់អ៊ំផងអ៊ំនឹងបានឲ្យកូនមេតាគេបានត្រៀមខ្លួននិយាយរួចកក្កដាឡើងម៉ូតូត្រឡប់ទៅវិញយ៉ាងឆាប់រហ័សនៅក្នុងបន្ទប់របស់មេតាចន្ទថាកំពុងតែលួងលោមអ្នកនាងរបស់ខ្លួនអ្នកនាងកុំកើតទុកអីបើគូគង់ទៅជួបទេអ្នកនាងតែបើមិនមែនគូនោះទោះយើងខំប្រឹងយ៉ាងណាក៏មិនបានជួបដែរបងចន្ទថាម្ដងនេះខ្ញុំមិនតាមអ្នកម៉ែទៀតទេអ្នកនាងមិនថាអ្នកនាងសម្រេចចិត្តយ៉ាងណាខ្ញុំក៏នៅខាងអ្នកនាងជានិញខ្ញុំអរគុណបងណាដែលមិនទុកខ្ញុំចោលម្នាក់ឯងចន្ទថាញញឹមហើយអោបអ្នកនាងរបស់ខ្លួនមិនយូរប៉ុន្មានពេលវេលាក៏កន្លងផុតទៅការជួលស្ដីដណ្ដឹងនិងភ្ជាប់ពាក្យក៏រំលងផុតទៅថ្ងៃនេះកក្កដាបានមកលេងផ្ទះមេតាបងបន់ឲ្យទៅដល់ថ្ងៃរៀបការឆាប់ទេអូនចាមេតានិយាយខ្លីៗព្រមទាំងទឹកមុខក្រៀមក្រំមេតាអូនមានអី
មើលទៅទឹកមុខអូនដូចជាមិនសូវស្រស់សោះនៅពេលដែលបងនិយាយរឿងរៀបការរបស់ពួកយើង ចាពិតហើយខ្ញុំអត់សប្បាយចិត្តទេ អូនមានរឿងអីអាចប្រាប់បងបានណាមេតាព្រោះពួកយើងចិត្តខ្លាយជាប្តីប្រពន្ធនឹងគ្នាហើយ បងកាកដាចង់ដឹងមែនទេខ្ញុំនឹងប្រាប់ បាននិយាយមកអូនបងចាំស្ដាប់ ខ្ញុំមិនចង់រៀបការជាមួយបងទេនេះហើយជាមូលហេតុដែលខ្ញុំមិនសប្បាយចិត្ត ថាម៉េចអូនមិនចង់រៀបការជាមួយបងព្រោះតាម្នាក់ឈ្មោះវិជានោះមែនទេបានជាអូនបដូរចិត្តមិនចង់រៀបការជាមួយបងវិញ មិនមែនព្រោះតែគាត់តែមកពីខ្ញុំមិនបានស្រឡាញ់បងនោះអីហើយក៏គ្មានថ្ងៃស្រឡាញ់ដែរចន្ទថារត់មករកដោយទឹកមុខភ័យលោកស្រីមានរឿងអីកើតឡើងមេតាបាត់ទៅហើយបងអួចបើកចំហប្រកាសជានាងទៅរកអវិជ្ជានោះហើយអ្នកនាងធ្វើដូច្នេះមែនឬឯងទៅតាមរកភ្លាមយើងទៅផ្ទះក្មួយកាកដាទៅហៅគេឲ្យមកជួយរកកូនមេតានៅខ្ទមចំការមេតានិងវិជាឈរជិតគ្នាក្រោមពន្លឺព្រះច័ន្ទ អូននិយាយថាម៉េចនៅមុននេះបើគ្មានបងអូនសុកចិត្តស្លាប់ហ៎ ចាព្រោះជីវិតអូនគ្មានន័យបើសិនជាគ្មានបងរំពេចនោះសំឡេងស្រែកឮមកពីឆ្ងាយមេតាមេតាភ្ញាក់ពណ៌មុខក៏បានផ្លាស់ប្ដូរបងវិជាអ្នកម៉ែដឹងហើយ អូនកុំខ្លាចអីបងនៅទីនេះហើយ មេតាកូនធ្វើអីបែបនេះកូនមិនខ្មាស់អៀនគេទេហ៎អ្នកម៉ែសុំអ្នកម៉ែស្ដាប់ខ្ញុំសិនមិនចាំបាច់ស្ដាប់ទៀតទេកូនលួចចេញពីផ្ទះមកជួបបរិសម្នាក់ទាំងយប់ជ្រៅកូនចង់ឲ្យគេនិយាយពីគ្រួសារយើងហ៎ លោកស្រីសុំកុំបង្ខំមេត្តាអីសុំលោកស្រីអាណិតពួកយើងទាំងពីរផងទេ ឯងបិទមាត់ទៅឯងគ្មានសិទ្ធិនិយាយអ្វីទាំងអស់ម៉ាឡៃចាប់ដៃមេតាខ្លាំងអ្នកម៉ែសុំលែងខ្ញុំមិនចង់ទៅទេចង់ឬមិនចង់ក៏ត្រូវតែទៅកូនជាកូនម៉ែណាចន្ទថាយកនាងត្រឡប់ទៅផ្ទះឥឡូវនេះអ្នកនាងសុំត្រឡប់ទៅវិញសិនទៅទេបងចន្ទថាលែងខ្ញុំទៅរំពេចនោះកក្កដាក៏បានមកដល់ មេតាតោះទៅផ្ទះវិញជាមួយបងស្អែកនេះពួកយើងនឹងរៀបការជាមួយគ្នាហើយបងមិនប្រកាន់នឹងអូនទេ គ្មានផ្លូវទេខ្ញុំមិនរៀបការជាមួយបងទេ អូនជាអ្នកបង្ខំបងទេណាកុំបន្ទោសបងឲ្យសោះពួកឯងវាយវាទៅវាយរហូតដល់ស្លាប់ ដោយកំហឹងកក្កដាបានឲ្យអ្នកលេង2នាក់វាយដំវិជារហូតដល់របួសធ្ងន់ធ្ងរកុំអីកក្កដាលេងគាត់ទៅខ្ញុំព្រមទៅជាមួយបងហើយ អូនមេតាកុំទៅអី វិជានិយាយទាំងសំឡេងខ្សោយហើយកក្កដាម៉ាឡៃនិងចន្ទថាបាននាំមេតាត្រឡប់ទៅផ្ទះវិញមិនយូរប៉ុន្មានវេលាព្រឹកក៏មកដល់ក្នុងផ្ទះពោពេញដោយភ្ញៀវមេតានៅក្នុងបន្ទប់បងចន្ទថាតើបងមានបានលើដំណឹងបងវិជាទេចាគឺខ្ញុំឮលោកកក្កដានិយាយថាលោកវិជាស្លាប់បាត់ហើយបងថាម៉េចបងវិជាស្លាប់ហើយមែនទេពុទ្ធោបងវិជាកំសត់ណាអ្នកនាងកាត់ចិត្តទៅលោកវិជាទៅបានសុខហើយមកពីខ្ញុំបើខ្ញុំមិនព្រមត្រឡប់មកបងវិជាក៏មិនស្លាប់ដែរអ្នកនាងជូតទឹកភ្នែកចេញទៅចិត្តដល់វេលាល្អហើយខ្ញុំអាណិតអ្នកនាងណាស់រំពេចនោះសំឡេងគួរទ្វារក៏បន្លឺឡើងមេតាម៉ែអាចចូលទៅបានទេចាស់អ្នកម៉ែមេតាឆ្លើយទាំងទឹកភ្នែកហូររហាមអូយកូនម៉ែថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់មើលញញឹមឲ្យម៉ែមើលបន្តិចមើលកូនមេតាញញឹមទាំងបង្ខំបើអញ្ចឹងម៉ែចេញទៅសិនហើយណាបន្តិចទៀតដល់ម៉ោងលោកអាចារ្យនឹងហៅកូនចេញទៅហើយកូនចាំបន្តិចណាចាអ្នកម៉ែពេលនោះមេតាងាកមកមើលចន្ទថាហើយនិយាយបងចន្ទថាខ្ញុំចង់បានផ្កាសៀតតិចមួយបងអាចទៅបេះឲ្យខ្ញុំបន្តិចបានទេ
ចាបានអ្នកនាងចាំតិចណាអ្នកនាងខ្ញុំមកវិញឥឡូវហើយពេលដែលចន្ទថាចេញទឹកបាត់មេតាបានយកវត្ថុតូចមួយហើយមានមុខមុតស្រួចមកកាន់ផ្ដេកខ្លួនទៅលើគ្រែបងវិជីពេលនេះបងនៅឆ្ងាយពីអូនហើយឆ្ងាយរហូតមិនអាចត្រឡប់មកវិញបានទៀតនាងអង្គុយលើគ្រែកាន់វត្ថុតូចនោះក្បែរពោះគ្រប់យ៉ាងកើតឡើងព្រោះតែអូនបើអូនមិនត្រឡប់មកថ្ងៃនោះបងក៏មិនចាក់ចេញពីលោកនេះឡើយអូនពិតជាមនុស្សអាក្រក់មែនទេបងទឹកភ្នែកធ្លាក់លើខ្នើយសំឡេងភ្ញៀវខាងក្រៅសើចសប្បាយប៉ុន្តែក្នុងបន្ទប់នេះមានតែភាពឈឺចាំវិជីពេលមុនយើងប្រត់រស់តែពេលនេះយើងប្រត់ស្លាប់ព្រមលិខិនពិតជាលេងសើចនឹងពួកយើងណាស់អ្នកម៉ែកូនលាហើយកូនសុំទោសចាំអូនផងបងវិជាអូនទៅរកបងហើយរំពេចនោះមេតាបានយកវត្ថុមុតស្រួចចាក់ពោះរបស់នាងមេតានិយាយទាំងសំឡេងខ្សោយបងវិជាអូនទៅរកបងហើយសំឡេងបើកទ្វារបានម្ដងទៀតអ្នកនាងនេះខ្ញុំបានយកផ្កាមកហើយស្រឡាញ់មួយណាមានពណ៌ច្រើនណាស់អ្នកនាងកើតអីលោកស្រីជួយផងលោកស្រីអ្នកនាងគ្រប់គ្នារត់មកបន្ទប់របស់មេតាឃើញមេតាកំពុងតែដេកស្ដោកស្ដឹងនៅលើគ្រែដង្ហើមប្រឹងដកមាត់ប្រឹងនិយាយតិចតិចមេតាកូនកើតអីអ្នកណាធ្វើបាបកូនអ្នកម៉ែឲ្យកូនសុំទោសកូនមិនអាចរស់បានដោយគ្មានបងវិជាទេហេតុអីក៏កូនគិតខ្លីយ៉ាងនេះកូនម៉ែទេជាអ្នកសុំទោសកូនកូនកុំស្អប់ម៉ែណាម៉ែកុំយំអីកូនមិនស្អប់អ្នកម៉ែទេកូនគ្រាន់តែឈឺចាប់ពេកបងវិជាកំពុងរងចាំកូនមេតាកូនកុំទុកម៉ែចោលម៉ែដឹងខុសហើយម៉ែមិនគួរបង្ខំកូនទេម៉ែសុំទោសមេតាក៏ផុតដង្ហើមក្នុងពេលនោះបន្តិចក្រោយមកក៏មានខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ត្រជាក់ពេញរាងកាយផ្ទៃមេឃចាប់ផ្ដើមងងឹតអ្វីក៏ចាប់ផ្ដើមប្រែប្រួលក្នុងឆ្នាំ2026ម៉ាលីកំពុងនៅក្នុងមន្ទីរពេទ្យដែលមានមេតាជារូបរាងដូនចាស់នៅលើគ្រែនេះខ្ញុំនៅទីណាលោកជីដឹងខ្លួនហើយទេយើងនៅក្នុងមន្ទីរពេទ្យណាលោកជីសន្លប់3ខែហើយម៉ាលីចៅនេះជីត្រឡប់មកឆ្នាំ2026វិញហើយចាស់លោកជីគឺឆ្នាំ2026នឹងហើយលោកជីឆាប់ភ្លេចម្ល៉េះម៉ាលីឆ្លើយតបទាំងមិនដឹងរឿងម៉ាលីជីចង់ត្រឡប់ទៅផ្ទះវិញចៅជួយនាំជីទៅបន្តិចទៅមិនបានទេលោកជីមិនតាន់ស្រួលខ្លួនទេពេទ្យគេមិនអនុញ្ញាតឲ្យលោកយាយចេញទេតែជីចង់ទៅខ្លាំងណាស់ជីសុំវល់ចៅម៉ាលីចង់ប្រកែកតែប្រកែកមិនបានក៏យល់ព្រមតាមសំណើរបស់លោកជី
មួយសន្ទុះក្រោយឡានពេទ្យចាប់ផ្ដើមដឹកជូនដូនចាស់ទៅផ្ទះចំណាស់មួយដូនចាស់អង្គុយសម្លឹងមើលថ្ងៃរៀបលិចជាមួយនឹងម៉ាលីបើថ្ងៃណាមួយយីមិននៅចៅត្រឡប់ទៅរស់នៅភ្នំពេញវិញចុះលោកយីនិយាយពីអីហ្នឹងលោកយីត្រូវទៅរស់នៅជាមួយខ្ញុំ100ឆ្នាំទៀតមេតាចំណាស់សើចហើយអង្អែលក្បាលម៉ាលី ម៉ាលីចៅដឹងទេយីបានត្រឡប់ទៅភពដែលមានវិជ្ជាហើយក្នុងពេលដែលយីដេកលក់3ខែនេះពិតមែនទេលោកយីពិតណាស់ចៅតែក្នុងភពនោះក្នុងពេលដែលជីសម្រេចចិត្តមិនធ្វើតាមម្ដាយជីវិជ្ជាក៏ត្រូវស្លាប់ដូចនេះយីគិតថាយីសម្រេចចិត្តត្រូវហើយដែលជីព្រមបែកពីវិជ្ជាក្នុងភពនោះយីឈប់ទាមទារអ្វីទៀតហើយព្រោះក្នុងលោកនេះគ្មានរឿងអ្វីដែលយើងអាចសំបំណងបានទាំងអស់នោះទេពេលនេះពន្លឺថ្ងៃជិតអស់ស្ដង់គត់ទៅហើយមេតាចំណាស់អង្គុយស្ងៀមភ្នែកបិទបន្តិចម្ដងនាងដឹងថាជីវិតនិងស្នេហាមិនមែនគ្រប់យ៉ាងអាចសមតាមបំណងទាំងអស់បានទេតែអ្វីដែលនៅរៀងរាល់ពេលនោះគឺអារម្មណ៍ក្នុងចិត្តនិងការចងចាំដែលមានពន្លឺដូចថ្ងៃរៀបលេងតែងតែកើតឡើងវិញជារៀងរាល់ថ្ងៃចប់ដោយបរិបូរណ៍